បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរខ្ញុំបានមកថតនៅវាស្រះឈូកបាទគឺនៅក្បែរផ្ទះនៅចិត្តភូមិមណ្ឌលទលេបាទីនិងខេត្តតាកែវបាទនេះគឺពីតាហើយបទនេះផងដែរគឺខ្ញុំថតចង្វាក់ក្បាច់គឺចេញនៅម៉ោង6ល្ងាចនេះផងដែរបាទតែនេះគឺប្លង់ថតរបស់យើងនេះកាមេរ៉ាហើយនោះគឺក្រុមការងារប្រពន្ធខ្ញុំតោះឥឡូវចាំមើលសកម្មភាពថតទាំងអស់គ្នាបងប្អូនបាទបងប្អូនគឺថាប្លង់នេះស្អាតបាទមានស្រះឈូកនេះកំពុងតែបេះឈូកគឺសុំគេហើយបាទនេះអ្នកបេះឈូកនេះបងប្អូនគឺយើងសេរី setting កាមេរ៉ាហើយប៉ុន្តែមើលអត់សូវឃើញដោយសារចាំងអញ្ចឹងគឺប្លង់នេះស្អាតបាទនេះក្រុមការងារគឺថាឥឡូវយើងថតបានមកប្លង់ហើយអញ្ចឹងយើងត្រូវការបន្តដំណើរទៅថតមកប្លង់ទៀតតោះឥឡូវយើងរៀបចំអីវ៉ាន់ទៅថតមកប្លង់ទៀតនេះចិត្តនឹងទេបងប្អូនចាំទៅមើលទេសភាពនៅណាទាំងអស់គ្នាបងប្អូនគឺថាផុកពេញទាំងអស់បាទនេះល្អលនេះល្អអស់ដើម្បីរើប្លង់ថតឲ្យបងប្អូនបានមើលនេះគឺថាស្រះរំចង់បាទស្អាតមែនតើផ្ការីកពេញស្រះតែម្ដងបាទតោះឥឡូវយើងចាប់ផ្ដើមចុះថតបងប្អូនម្ដងទៀតបាទគឺថាឥឡូវខ្ញុំបានមកដល់ស្រះរំចង់គឺទេសភាពស្អាតមែនតើហើយគឺថាអ៊ំញ័រទៅអត់ដែរអ៊ំទូកដល់អញ្ចឹងទៅវាញ័រទូកខ្នោតបាទគឺថាមកវីដេអូនេះសប្បាយណាស់បាទចាំទស្សនាវីដេអូពេញនៅវេលាម៉ោង6ថ្ងៃហ្នឹងថ្ងៃទីម៉ានអត់អីទេអត់អីទេខ្ញុំអត់អីទេបងប្អូនខ្ញុំខ្ញុំបាទតាំងស្មារតីហើយមកទីខ្ញុំគឺថាទស្សនភាពគឺអេមែនតើបាទនេះតានៅលើទូកពីពើទៅមុខ2ម៉ែត្រមកក្រោយ3ម៉ែត្របាទដឹងស្មើបានថតទេលើថតនោះមកបងប្អូនទីទស្សនាទាំងអស់គ្នាបាទឥឡូវខ្ញុំបានមកដល់ផ្ទះវិញហើយមិញដោយសារអត់សូវបានថតព្រោះថាទូរស័ព្ទអស់ថ្មបាទអញ្ចឹងអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូតាំងពីដើមដល់ចប់ហើយកុំភ្លេចនឹងចាំទស្សនាបទថ្មីនៅក្នុងវេលាម៉ោង6ល្ងាចនេះផងដែរបាទអរគុណបាយបាយ